ពីថារសជាតិបែបខ្មែរយើងដិតទៅស្ងោរជ្រក់សាច់គោហើយបន្ថែមជាមួយនឹងបុកម្ទេសដែលខ្ញុំធ្វើរសជាតិបែបខ្មែរយើងរៀងដិតជូរឆាចាស់គ្រឿងឆ្ងាញ់បងប្អូនបើថាយើងដាក់ឈុលពីល្ងាចអីបានស្លម្ចាស់នឹងហត់មកជ្រះល្អមកអញ្ចឹងក៏មករៀបចំគ្រឿងដើម្បីស្លអញ្ចឹងខ្ញុំមានគល់លក្ខីស្លឹកក្រូចជាមួយនឹងខ្ទឹមសឆ្មាជាមួយនឹងជី3មុខផងយើងហ្នឹងហើយជាមួយនឹងខ្ទឹមបារាំងចិត្តស្ដាងមកបងប្អូនហើយខ្ញុំមានបន្ថែមជាមួយនឹងអីគេហៅផ្សិតអាស័យហៅខុសហៅត្រូវហ្នឹងអញ្ចឹងគឺខ្ញុំមកដាក់គ្រឿងខ្ញុំមានទឹកត្រីខ្ញុំលួចអំបិលតិចបន្ទាប់មកខ្ញុំបន្ថែមប៊ីចេងហើយខ្ញុំប្រើជាមួយនឹងម្សៅស៊ុបបងប្អូនហើយខ្ញុំមកដាក់ស្ករទេហើយខ្ញុំមានសាច់កភួនស្រួយនិយាយទៅគ្មានសាច់ណាដែលពិបាកហាន់ជាងសាច់នឹងទៀតទេបងប្អូនតែនិយាយពីរសជាតិគឺស្រួយឆ្ងាញ់បន្ទាប់មកខ្ញុំដាក់សាច់គោចូលខ្ញុំចាក់ទឹកស្លដែលដាំពុះនឹងជ្រុំហើយបន្ទាប់មកយើងសម្រិតទឹកនឹងចេញបើបងប្អូនអត់ចេះឆៅទេយើងដាក់ក្នុងទឹកស្លហ្មងក៏បានដែរខ្ញុំដាក់ជាមួយនឹងខ្ទឹមបារាំងចូលច្របាច់ក្រូចឆ្មាហើយដួសឲ្យទឹកស្លនឹងដាក់ចូលថែមជីដាក់ជាមួយនឹងម្ទេសបុកជាតិឆ្ងាញ់បងប្អូនជ្រក់តាប៉ែងជូរជាមួយនឹងមេថ្មល់អីគេក្រាំងហើយពងក្រាំងបងប្អូននិយាយរួមទៅម្ហូបហ្នឹងក៏យើងហៅថាម្ហូបប្រចាំតំបន់ប្រចាំភូមិប្រចាំស្រុកអីរៀងខ្លួនចឹងទៅប្រចាំគ្រួសារហើយខ្ញុំនេះវិញចូលចិត្តតែបងប្អូនហើយឆ្ងាញ់ណាស់ផ្ទាប់ជាមួយនឹងត្រីអាំងសាបមកនិយាយរួមទៅគឺចំណូលចិត្តខ្ញុំតាំងពីក្មេងមកយើងមានតាប៉ែងជូរបងប្អូនតាប៉ែងជូរដែលយើងត្រាំជាមួយនឹងទឹកអង្គយើងជូរហ្នឹងយកមកលាងទឹកឲ្យស្អាតមកមានត្រីបងប្អូនយកទៅអាំងទៅត្រីក៏បានអាំងសាបផ្ទាប់ជាមួយតាប៉ែងជូរហ្នឹងហើយអ្វីដែលសំខាន់ហ្នឹងគឺយើងមាននឹងក្រងនេះបងប្អូនមេថ្មល់ក្រងពងក្រងហ្នឹងគឺដែលយើងយកទៅស្ងោរឲ្យឆ្អិនមកចាំយើងយកមកជ្រក់អញ្ចឹងគឺយើងមានម្ទេសជាមួយនឹងខ្ទឹមសបុកឲ្យម៉ត់បងប្អូនមិនដែលធ្វើសាក់ធ្វើតាមមកឆ្ងាញ់រសជាតិគឺឆ្ងាញ់បុកឲ្យម៉ត់ហើយយើងយកតាប៉ែងដែលយើងលាងទឹកស្អាតហ្នឹងបងប្អូនដាក់ឲ្យវាស្រស់ទឹកហើយយើងយកមកជ្រក់មកមានមេថ្មល់មានតាប៉ែងម្ទេសអីនេះដាក់ចូលគ្នាមកប្រើប៊ីចេងស្ករហើយនឹងបងប្អូនរួចអំបិលតិចទៅបើតាប៉ែងយើងអត់សូវប្រៃច្បល់ចូលគ្នាមកតែប៉ុណ្្នឹងរួចរាល់បងប្អូននិយាយពីរសជាតិឆ្ងាញ់ណាស់